ក្រោមរបបកម្ពុជាប្រជាធិបតេយ្យការគ្រប់គ្រងតាមភូមិភាគមិនផ្អែកលើគោលការណ៍ឬមាគ៌ាតែមួយឡើយ Michael Vickery ជាអ្នកនិពន្ធសៀវភៅ Cambodia 1975 ដល់ 1982 បានសរសេរថាការគ្រប់គ្រងតាមភូមិភាគមិនមានលក្ខណៈដូចគ្នាទេគាត់ពណ៌នាថាភូមិភាគបូព៌ាដែលកម្មាភិបាលច្រើននិយមពួកវៀតណាមជាតំបន់ដែលនយោបាយតឹងរ៉ឹងរបស់ប៉ុល ពត និងក្រុមស្និទ្ធគាត់មិនត្រូវបានអនុវត្តឡើយយ៉ាងហោចបំផុតរហូតដល់ឆ្នាំ 1978 ដែរពោលគឺរហូតដល់ការធ្វើវិសោធនកម្មនៅទីនោះនៅភូមិភាគនេះការកាប់សម្លាប់មានតិចតួចរីឯប្រជាជនចាស់ថ្មីត្រូវបានគេចាត់ទុកប្រហាក់ប្រហែលគ្នាឯស្បៀងត្រូវគេផ្គត់ផ្គង់ទូលាយដល់ប្រជាជននៅភូមិភាគប្រចាំនិងពាយ័ព្យវិញស្ថានភាពមានការលំបាកច្រើនជាពិសេសនៅភូមិភាគពាយ័ព្យស្រូវនៅភូមិភាគត្រូវបានបញ្ជូនមកឲ្យរដ្ឋាភិបាលភ្នំពេញច្រើនជាងចែកឲ្យប្រជាជនខ្លួនបរិភោគនៅភូមិភាគឧត្តរនិងភូមិភាគកណ្ដាលការស្លាប់របស់ប្រជាជនដោយការកាប់សម្លាប់មានច្រើនជាងដោយភាពអត់ឃ្លានបើពិនិត្យឲ្យល្អិតជាងនេះជារួមស្ថានភាពនៃការរស់នៅតាមសហគមន៍ឃុំស្រុកតំបន់និងភូមិភាគក៏មិនមានសភាពដូចគ្នាទេប្រជាជននៅភូមិភាគទាំងនោះអាចកត់សម្គាល់ថាការគ្រប់គ្រងនៅភូមិភាគដែលខ្លួនរស់នៅមានសភាពតឹងយ៉ាំឬធូរស្រាលខុសៗគ្នាថ្មីបើភាពតឹងឬធូរមិនមានភាពស្ថិតស្ថេរពេញទូទាំងរយៈកាលនៃការគ្រប់គ្រងដោយកម្ពុជាប្រជាធិបតេយ្យក៏ដោយប៉ុន្តែក៏អាចកើតមានក្នុងថរវេលាមួយជាទូទៅវាប្រែប្រួលទៅកាន់ស្ថានភាពដែលកាន់តែយ៉ាប់ជឿនខ្លាំងចាប់ពីឆ្នាំ 1977 មកភាពធូរស្រាលតឹងឬយ៉ាប់នៃលក្ខខណ្ឌរស់នៅតំបន់ភូមិសាស្ត្រទាំងនោះវាអាស្រ័យទៅនឹងកត្តាជាមូលដ្ឋាន3ដែលជាអថេកំណត់ស្ថានភាពរស់នៅនៃប្រជាជននៅតាមភូមិភាគតំបន់ភូមិស្រុកនីមួយៗរួមមានកម្រិតនៃការកាប់សម្លាប់មនុស្សលក្ខខណ្ឌការងារបរិមាណនៃស្បៀងអាហារទទួលបានតាមការអង្កេតលក្ខខណ្ឌនៃការរស់នៅមួយផ្នែកវាអាស្រ័យទៅលើកត្តាអំណោយផលអាកាសធាតុភពទ្រព្យជីជាតិនៃដីធ្លីតំបន់ភូមិសាស្ត្រផងដែរក៏ប៉ុន្តែជាចម្បងវាអាស្រ័យទៅនឹងទស្សនៈនយោបាយបុគ្គលភាពចំណេះដឹងសិលធម៌សម្បញ្ញញ្ញៈនិងជំហរទទួលខុសត្រូវរបស់កម្មាភិបាលដែលត្រួតត្រាឃុំស្រុកតំបន់ឬភូមិភាគនីមួយៗឥរិយាបថនិងការសម្រេចរបស់កម្មាភិបាលខ្មែរក្រហមចំណុះទៅនឹងការយល់ឃើញឬទស្សនៈផ្ទាល់ខ្លួនថាតើពួកកម្មាភិបាលទាំងនោះមើលមកអង្គការដូចម្តេចតើពួកគេមើលមកប្រជាជននៅក្រោមការគ្រប់គ្រងរបស់ខ្លួនដូចម្តេចដែរហើយអង្គការវិញមើលមកពួកខ្លួនដូចម្តេចទៅវិញប្រសិនបើកម្មាភិបាលទាំងនោះកំណត់ថាខ្លួនត្រូវតែដើរតាមអង្គការឲ្យបានដាច់ខាតឬយល់ថាខ្លួនជាកម្មាភិបាលបដិវត្តន៍ដែលដាច់ខាតនឹងឆ្អិនឆ្អៅនោះស្ថានភាពនៃការរស់នៅរបស់ប្រជាជនវាកំណត់ដោយបទបញ្ជាពីអង្គការទាំងស្រុងវាគ្មានការអាណិតអាសូរយោគយល់ទេផ្ទុយទៅវិញប្រសិនបើកម្មាភិបាលទាំងនោះយល់ថាប្រជាជនគួររស់ក្នុងស្ថានភាពសមរម្យណាមួយហើយពួកគេក៏មានសិទ្ធិក្នុងកម្រិតមួយក្នុងការសម្រេចចិត្តដែរនោះប្រជាជនក៏អាចរស់នៅក្នុងលក្ខខណ្ឌមួយដែលមិនតឹងតែងពេកដែរឯការកាប់សម្លាប់មានកម្រិតអបបរមាការកាប់សម្លាប់មនុស្សមាននៅគ្រប់ទីកន្លែងប៉ុន្តែកម្រិតសម្លាប់អាចមានតិចតួចនៅក្នុងតំបន់ខ្លះហើយច្រើនតែសំដៅលើបុគ្គលដែលប្រព្រឹត្តជាសកម្មភាពល្មើសឬឧក្រិដ្ឋតំបន់ខ្លះមានការសម្លាប់ដោយជ្រើសរើសសំដៅតែទៅលើបុគ្គលពាក់ព័ន្ធទៅនឹងអាជីពពីមុនដូចជាទាហានប៉ូលីសនិងអ្នករដ្ឋការថ្នាក់ខ្ពស់នៃរបបមុនតំបន់ខ្លះទៀតការកាប់សម្លាប់ធ្វើឡើងស្ទើរតែគ្មានការលើកលែងធ្វើទាំងគ្រួសារបើទោះបីជាកំហុសតូចតាចក៏ដោយមានការកត់សម្គាល់ថាតំបន់3ក្នុងខេត្តបាត់ដំបងតំបន់505ក្នុងខេត្តក្រចេះនិងកន្លែងដទៃផ្សេងទៀតនៃភូមិភាគបូព៌ាដូចជាផ្នែកមួយនៃតំបន់15ក្បែរស្រុកពញាលឺជាតំបន់មានលក្ខណៈធូរស្រាលតំបន់ខ្លះមិនសូវមានស្បៀងគ្រប់គ្រាន់ទេប៉ុន្តែអ្នកគ្រប់គ្រងមានអាកប្បកិរិយាស្លូតបូត
ចេះអធិស្ឋានកន្លែងខ្លះទៀតជាតំបន់ដែលចាប់ដោយសារលក្ខណៈជាព្រៃភ្នំក្រំថ្មអន់ថយមានជំងឺគ្រុនចាញ់និងខ្វះខាតស្បៀងនៅពេលដែលតំបន់មួយចំនួនទៀតរបបអាហារក៏អាត់ខានការងារធ្ងន់ៗដូចជាលើកទំនប់ប្រឡាយហើយកម្មាភិបាលក៏សាហាវខូខកាប់សម្លាប់តាមអំពើចិត្តថែមទៀតតួយ៉ាងនៃជីវភាពចាប់ជឿនបែបនេះអាចមើលឃើញមាននៅស្រុកព្រៃឈរខេត្តកំពង់ចាមក្នុងតំបន់41ផ្អែកលើពលមានពីប្រជាជនដែលរួចរស់ជីវិតខ្លះយើងអាចប្រៀបធៀបឥរិយាបថនៃកម្មាភិបាលពីរនាក់ដែលគ្រប់គ្រងតំបន់ផ្សេងគ្នានៅចំពោះមុខភាពអត់ឃ្លានប្រហាក់ប្រហែលគ្នាកម្មាភិបាលមួយអនុញ្ញាតឲ្យប្រជាជនខ្លួនប្រើប្រាស់ពេលទំនេរពីការងារដើររកអ្វីដែលអាចរកបានដូចជាកូនកង្កែបពស់ក្តាមខ្យងកូនត្រីកំពឹសឬភពផលផ្លែឈើព្រៃខ្លះជាដើមយកមកហូបបន្ថែមលើរបបអាហារដ៏ស្ដួយស្ដាងដោយយល់ថាបើពួកគេបានហូបឆ្អែតគេក៏មានកម្លាំងធ្វើការងារសមូហភាពដែរឯកម្មាភិបាលមួយផ្សេងទៀតមិនអនុញ្ញាតឲ្យរកអាហារបន្ថែមឡើយដោយឈលលើជំហរថាជាការក្បត់នឹងសមូហភាពដូចនេះភាពខុសគ្នានៃស្ថានភាពរស់នៅនិងជោគវាសនាប្រជាជននៅតាមមូលដ្ឋាននានាដូច្នេះអាចបញ្យល់បានថាពីដំបូងវាទំនងជាអាស្រ័យមួយផ្នែកទៅនឹងលក្ខណៈរបស់កម្មាភិបាលដែលគ្រប់គ្រងភូមិភាគតំបន់ស្រុកឃុំសហគមន៍ភូមិជាងគោលនយោបាយរបស់បកប៉ុន្តែក្រោយមកឥទ្ធិពលរបស់បកបានដណ្ដើមឧត្តមភាពវិញតាមរយៈការបោះសម្អាតតាមតំបន់នានានិងការចាត់តាំងកម្មាភិបាលយោធាមកពីភូមិភាគនិរតីឲ្យគ្រប់គ្រងជំនួសពេលនោះជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់ជាច្រើនមានសភាពតានតឹងស្ទើរតែជាទូទៅការពង្រឹងអំណាចរបស់មជ្ឈិមជាមួយនឹងបរិយាកាសផ្ដាច់ការគៀបសង្កត់កំណើនឡើងនៃការបោះសម្អាតនានាបានធ្វើឲ្យកម្មាភិបាលទាំងស៊ីវិលនិងយោធាប្រែក្លាយជាគ្រឿងម៉ាស៊ីនឬជាឧបករណ៍ដែលចាំតែអនុវត្តដោយពេញចិត្តឬបង្ខំចិត្តក្រោមការភ័យខ្លាចនៅបទបញ្ជាពីថ្នាក់លើគឺអង្គការ